បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃដែលខ្ញុំបាទធ្វើវីដេអូបង្ហាញបងប្អូននឹងពីរបៀបបើកមុខងារសារសម្លេងបញ្ជាក់ទឹកប្រាក់នៅក្នុងគណនី ABA បាទហើយមុខងារបាទសារសម្លេងហ្នឹងគឺមានតែមួយទេពេលដែលមាននរណាម្នាក់ធ្វើការបាក់បាញ់លុយចូលមកក្នុងគណនីបាទរបស់បងប្អូនទើបមានបាទសារសម្លេងបញ្ជាក់ប្រាប់ប៉ុន្តែបើសិនជាបងប្អូនធ្វើការបាក់បាញ់លុយទៅឲ្យគេគឺមានសម្លេងបញ្ជាក់ប្រាប់ដូចនៅក្នុងបាទគណនីបាទ A-Sida ទេណាបាទឥឡូវសូមទៅការបវលកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូននៅលើទូរស័ព្ទដៃតែម្ដងបាទជំរាបដំបូងបងប្អូនចូលមកក្នុងបាទគណនីបាទ ABA របស់បងប្អូនមកចុចពីលើបាទ ABA បាទបន្ទាប់ពីបងប្អូនចូលមកក្នុងបាទគណនី ABA ហើយបងប្អូនរកមើលនិមិត្តសញ្ញាបាទ profile នៅខាងលើផុតបាទខាងឆ្វេងដៃចុចពីលើ profile មកបាទបន្ទាប់ពីបងប្អូនចូលមកក្នុង profile ហើយបងប្អូនរកមើលពាក្យថាបាទមុខងារបន្ថែមចុចពីលើហ្នឹងមកបាទពេលបងប្អូនចុចពីលើពាក្យថាមុខងារបន្ថែមហើយតម្រូវបងប្អូនធ្វើការបញ្ចូលលេខកូដ4ខ្ទង់ឬមួយក៏បងប្អូនបានធ្វើការបើកមុខងារ scan ក្រយៅដៃបងប្អូនធ្វើការ scan ក្រយៅដៃទុកមកណាបាទពេលនោះនាំបងប្អូនមកដល់ទម្រង់បែបនេះបងប្អូនធ្វើការបាទទាញកុងតាក់នឹងបើកមកនេះដែលមានពាក្យគេថាបាទបើកមុខងារបាទ pay sound បាទអញ្ចឹងបងប្អូនធ្វើការទាញកុងតាក់នឹងបើកមកបាទពេលបងប្អូនទាញកុងតាក់បើកនឹងចេញមកទម្រង់បែបនេះអញ្ចឹងតម្រូវបងប្អូនធ្វើការបាទជ្រើសរើស2តើបងប្អូនចង់បានបាទសំឡេងហ្នឹងជាបាទប្រុសឬក៏ស្រីណាបាទអញ្ចឹងបងប្អូនចុចមើលពាក្យថាបាទប្រភេទសំឡេងនេះបាទចុចតុកមកបាទនោះនឹងឃើញមានបាទស្រីហើយប្រុសអញ្ចឹងណាបាទបុប្ផាស្រីតារាប្រុសអញ្ចឹងបាទអញ្ចឹងបើសិនជាបងប្អូនចង់បានសំឡេងស្រីបងប្អូនthíchយកអាស្រីហ្នឹងមកប៉ុន្តែបើសិនបងប្អូនបាទចង់បានសំឡេងប្រុសបងប្អូនthíchយកប្រុសហ្នឹងមកណាបាទហើយនៅខាងក្រោមនេះគេដាក់ថាភាសាអញ្ចឹងគេដាក់ថាជ្រើសរើសភាសាសំឡេងចុចតុកទៅលើហ្នឹងមកបាទបើសិនជាបងប្អូនចង់បានជាភាសាខ្មែរបងប្អូនthíchយកខ្មែរហ្នឹងមកប៉ុន្តែបើសិនបងប្អូនចង់បានអង់គ្លេសបងប្អូនthíchយកអង់គ្លេសបើសិនជាបងប្អូនចង់បានចិនបងប្អូនthíchយកចិនមកណាសម្រាប់ខ្ញុំខ្មែរthíchយកខ្មែរហ្នឹងអូខេហើយបាទតែប៉ុណ្្នឹងទៅគឺជាប់បាទសារសម្លេងបញ្ជាក់ទឹកប្រាក់ហើយណាបាទអញ្ចឹងធ្វើការ back ថយក្រោយវិញបាទរួចហើយធ្វើការបាទចូលមកក្នុង QR code ដើម្បីបាទធ្វើការសាកល្បងបាញ់ណាបាទថតបំផាត់មកបាទឥឡូវខ្ញុំចូលមកក្នុងបាទគណនីវិញដើម្បីសាកល្បងបាញ់មើលបាញ់លុយចូលមើលតើមានសម្លេងបញ្ជាក់ប្រាប់អត់បាទ scan បាទនេះបងប្អូនខ្ញុំធ្វើការជ្រើសរើសគណនីសិនបាទចង់បាញ់លុយហ្នឹង10000អញ្ចឹងទៅណាបាទដាក់10000មកបាទរួចហើយចុចពាក្យថាទេបាទប្រាក់អញ្ចឹងទៅណាបាទចុចមករួចហើយធ្វើការបោះដល់លេខកូដ4ខ្ទង់នៅក្នុងគណនីវិញបាទឥឡូវចាំស្ដាប់មើលតើឮសំឡេងអត់ទទួលបាន10000រៀលនេះបងប្អូនបាទទទួលបាន10000រៀលនេះទទួលបាន10000រៀលប៉ិតបងប្អូនណាចេញពីវិញ10000ហើយនឹងចូលក្នុងគណនីបាទ AVA 10000បាទចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយមុននឹងជម្រាបបងប្អូនទៅបាទក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពេលនេះដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយហើយចង់ប្រាប់បងប្អូនមួយទៀតថាបើសិនជាបងប្អូនចូលមកបើកកន្លែងមុខងារបន្ថែមហ្នឹងគឺអត់មានទេបាទតម្រូវបងប្អូនធ្វើការបាក់អាប់ដេតនៅក្នុង Play Store សិនមកណាបាទអញ្ចឹងបើសិនជាបងប្អូននៅ version ចាស់បាទអត់មានបាទមុខងារហ្នឹងទេតម្រូវបងប្អូនធ្វើការអាប់ដេតអញ្ចឹងរបៀបអាប់ដេតអត់មានអីពិបាកបងប្អូនគ្រាន់តែបាទចូលក្នុង Play Store បាទរួចហើយបងប្អូនចុច search មករួចហើយចុច search បាទ app and game ហ្នឹងរួចហើយសរសេរតែបាទ ABA មកណា ABA រួចហើយបាទចេញមកទម្រង់បាទ ABA បែបនេះរួចហើយធ្វើការបាទចុចបាទកែវយិតហ្នឹងមកពេលនោះបងប្អូនមកដល់បាទ app ABA តែម្ដងនេះរួចហើយបើសិនជានៅក្នុងទម្រង់ហ្នឹងមានពាក្យថា update ឥឡូវធ្វើការបាទចូលមកក្នុងបាទA-Sida នេះវាចេញពាក្យថា update អញ្ចឹងបងប្អូនធ្វើការបាទចុច update ក្លឹបមកនោះភាគរយ load ចាប់ពី1%ដល់100%នឹងមកចេញមកទម្រង់បែបនេះហើយរួចហើយបងប្អូនចុចពាក្យថាបាទ open ហ្នឹងមកដើម្បីធ្វើការបើកមកពេលនោះនឹងមានមុខងារសំឡេងបាទបញ្ជាក់ទឹកប្រាក់បាទដូចនៅក្នុងបាទវីដេអូរបស់ខ្ញុំហើយណាបាទអញ្ចឹងខ្ញុំសូមបាទជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ